សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃពិសេសខ្លាំងមែនទែនហើយក៏ជាថ្ងៃដែលសំណាងមានសិស្សគាត់ធ្លាក់ set up អញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់រៀន free អីហ្នឹងអាចចុច link ខាងលើចូលរៀនបានវគ្គ ad break រលុយតាម Facebook page ហើយនឹងវគ្គមួយទៀត VIP group គឺខ្ញុំនៅរើសធម្មតាអូខេអញ្ចឹងសម្រាប់ page របស់គាត់ធ្លាក់ set up ហើយអ្វីដែលយើងចូលមើលមុនគេគឺអូខេឥឡូវយើងចូលមកមើល page របស់គាត់តាក់ទងជាមួយនឹងសុខភាពរបស់ page តើ page គាត់វាមានបញ្ហាជាប់អីអត់ page របស់គាត់គឺគ្មានបញ្ហាជាប់អីទេគឺ Q ធម្មតាហើយ active ធម្មតាគឺវាគ្មានបញ្ហាអីទេអញ្ចឹងនិយាយរួមទៅបើសិនជាត្រង់នេះមានបញ្ហាវាក៏មិនធ្លាក់ set up ឲ្យយើងដែរតែ page គាត់គឺសុខភាពល្អដែរឥឡូវខ្ញុំ scan ឲ្យមើលជាភាសាអង់គ្លេសភាសាខ្មែរនេះគ្មានការបំពេញអញ្ចឹងមានន័យថា page គាត់ល្អដំណឹងល្អអញ្ចឹងសកម្មការរកប្រាក់គឺល្អទំព័រគ្មានបញ្ហាអាចមើលបាននេះគឺគ្មានបញ្ហាទាំងអស់ហើយ page នេះគឺរឹងមាំខ្លាំងមែនទែនដោយសារតែយូរដែរដូចជា1ឆ្នាំ2ឆ្នាំដែរសម្រាប់ page ហ្នឹងគឺគាត់បង្កើតយូរហើយតាក់ទងជាមួយនឹងការធ្លាក់ set up ទី1គឺ page ហ្នឹងរៀងយូរដែរអាចនឹង1ឆ្នាំអីភាគច្រើន page 1ឆ្នាំឡើងគឺធ្លាក់ set up លឿនដែរហើយទី2គឺសកម្មជាមួយនឹងការផុសប្រចាំសប្តាហ៍សកម្មនៃការផុសវីដេអូរូបភាពអីនឹងប្រចាំសប្តាហ៍ដូចខ្ញុំប្រាប់ហ្នឹងទៅនេះប្រចាំសប្តាហ៍នេះគាត់ឧស្សាហ៍ធ្វើដែរនេះឃើញ complete រហូតដែរហ្នឹងនេះអញ្ចឹងការធ្វើវាចុះឡើងកន្លែងហ្នឹងគឺជាអត្ថប្រយោជន៍ខ្លាំងមែនទែនសម្រាប់ page យើងដើម្បីឲ្យរីកណាអ្វីដែលបងប្អូនត្រូវធ្វើប្រចាំសប្តាហ៍គឺធ្វើម៉េចឲ្យវាគ្រប់ចំនួនដែលវា complete នេះធ្វើម៉េចឲ្យវាគ្រប់ចំនួនដែលវា complete នេះព្យាយាមធ្វើវាឲ្យយូរទៅគឺវាច្បាស់ជាធ្លាក់ set up ឲ្យយើងហើយសំខាន់ឲ្យតែ page យើងឲ្យតែ page យើងសកម្មបើសិនជា page យើងអត់សូវសកម្មក៏វាអត់ធ្លាក់ដែរអានេះគឺជាចំណុចចាប់ផ្ដើមនៃការប្រើប្រាស់ page អញ្ចឹងនេះគឺជាចំណុចចាប់ផ្ដើមនៃការប្រើប្រាស់ page គឺយើងត្រូវតែអនុវត្តប្រចាំសប្តាហ៍ឲ្យបានទៀងទាត់ដែលខ្ញុំប្រាប់បងប្អូនប្រចាំសប្តាហ៍ដែលខ្ញុំធ្លាប់ប្រាប់អញ្ចឹងអានេះគឺជាចំណុចសំខាន់ដែរកាលណាដែល page យើងរីកក៏វាដោយសារតែសប្តាហ៍នឹងដែរណាអូខេអញ្ចឹងខ្ញុំសូមបញ្យល់មួយទៀតតាក់ទងជាមួយនឹងកាតដែលត្រូវ set up អញ្ចឹងមុននឹងយើង set up គឺយើងត្រូវជ្រើសរើសកាតឲ្យបានត្រឹមត្រូវកាតនៅប្រទេសយើងគឺមាន3ប្រភេទដែលត្រូវជ្រើសរើសអញ្ចឹងសម្រាប់ប្រទេសយើងគឺយើងអាចជ្រើសរើស3ជម្រើសចំពោះកាតទី1 PayPal ទី2 Wish ទី3គឺ Payoneer អញ្ចឹងអ្វីដែលខ្ញុំ support បងប្អូនWish និង Payoneer ដោយសារតែពីរហ្នឹងគឺវាជាកាតដែលល្អសម្រាប់ប្រទេសកម្ពុជាអញ្ចឹងសម្រាប់ PayPal ខ្ញុំសូមបញ្យល់ជាមួយនឹង PayPal បន្តិចសម្រាប់កាត PayPal គឺជាកាតមួយដែលយើងអាចប្រើប្រាស់បាននៅក្នុងប្រទេសកម្ពុជាដែរប៉ុន្តែវាមានបញ្ហា error ច្រើនពេកមានន័យថាក្នុងមួយឆ្នាំអីវាអាច error វាមានបញ្ហាច្រើនជាងគេ PayPal ហ្នឹងបើសិនជាអាចជៀសវាងបានជៀសវាង PayPal ទៅព្រោះពេលខ្លះបើសិនជាវាមានបញ្ហា error ពេលដែលលុយកំពុងតែធ្លាក់មកវាជាប់កាំងនៅហ្នឹងមិនអាចដកលុយបានទេអញ្ចឹងណា PayPal វាអត់សូវល្អសម្រាប់ប្រទេសកម្ពុជាហ្មងដែរបើមិនជឿបងប្អូនសួរបងឬក៏អ្នកចាស់ដែលគាត់ប្រើប្រាស់ PayPal ទៅដឹងហើយតែអ្នកខ្លះគាត់ប្រើទៅគ្មានបញ្ហាក៏មិនអីទៅតែភាគច្រើនណាស់ដែលមានបញ្ហាអញ្ចឹងណាភាគតិចដែលអត់មានបញ្ហាមានន័យថា PayPal គឺភាគរយច្រើនដែលមានបញ្ហាពេលដែលប្រើទៅវាធ្លាក់លុយមែនប៉ុន្តែវាដល់ថ្ងៃ error គឺ error ហើយអញ្ចឹងណាអញ្ចឹងហើយមួយទៀតការស្នើសុំក៏ពិបាកដែរការស្នើសុំទៅ support ក៏ពិបាកដែរអញ្ចឹងណាអញ្ចឹងទី2គឺតាក់ទងជាមួយនឹង Wish សំទោសខ្ញុំបញ្យល់ PayPal មួយទៀត PayPal fee ក៏ថ្លៃដែរបងប្អូនសម្រាប់ fee វាគឺថ្លៃជាងគេអញ្ចឹងខ្ញុំអត់សូវ support ឲ្យប្រើប្រាស់ PayPal ទេតាក់ទងជាមួយនឹងទី2 Wish កាត Wish គឺជាកាតមួយដែលវាមាន fee តិចជាងគេហើយ Wish គឺងាយស្រួលបង្កើតដូចគ្នាប៉ុន្តែយើងត្រូវការ password ដើម្បី verify សំទោសដើម្បីបង្កើត account verify វាបន្ថែមអញ្ចឹងណាអញ្ចឹងកាត Wish នេះក៏ស្រួលបង្កើតដែរអត់បញ្ហាទេសម្រាប់អ្នកនៅខ្មែរ
យើងអាចដាក់លេខទូរស័ព្ទខ្មែរឲ្យបានអញ្ចឹងបើសិនជាបងប្អូនមាន passport មានអីហ្នឹងបងប្អូនអាចឆាតមកខ្ញុំផ្ទាល់ចាំខ្ញុំបង្រៀនបងប្អូនតាក់ទងជាមួយនឹងការបង្កើត Bank Wish អញ្ចឹង Bank Wish យើងអាចបង្កើតនៅខ្មែរបានណាគឺងាយស្រួលហើយ Wish គឺជា fee តិចវាអត់សូវអីទេយើងអាចប្រើប្រាស់បានហើយសុវត្ថិភាពដែរងាយស្រួលស្នើសុំដូចគ្នាហើយអ្វីដែលខ្ញុំ support ជាងគេគឺ Payoneer គឺជាកាតមួយដែលវា support នៅខ្មែរអញ្ចឹងបងប្អូនអាចប្រើប្រាស់ Payoneer ដើម្បីដាក់នៅក្នុង set up បានមានន័យថា Payoneer គឺជាកាតមួយដែល fee រៀងថ្លៃជាងកាត Wish បន្តិចប៉ុន្តែការបង្កើតវាគឺបង្កើតដោយខ្លួនឯងបានប៉ុន្តែចំពោះការ verify ហ្នឹងគឺបងប្អូនត្រូវប្រើសេវាកម្មនៃការធ្វើវាបន្ថែមសម្រាប់អ្នកដែលគាត់អត់មាន passport ហើយគាត់អាចបង្កើតកាត Wish បានបងប្អូនអាចធ្វើសេវាកម្ម Payoneer បាន Payoneer គឺខ្ញុំមានទទួលធ្វើនិយាយរួមទៅទទួលបង្កើត account ឲ្យមកចប់ទាំងអស់ទាំង verify ទាំងអីមក set ទាំងអស់ប្រហែលរយៈពេលមួយសប្តាហ៍គឺអាចបាន account ហ្នឹងអញ្ចឹងណាអញ្ចឹងតាក់ទងជាមួយនឹង Payoneer បើសិនជាបងប្អូនអត់ចេះបង្កើតធ្វើវាដោយខ្លួនឯងទេបងប្អូនអាចប្រើសេវាកម្មឲ្យខ្ញុំធ្វើឲ្យមកចប់ទាំងអស់មក set ទាំងអស់បានហើយសម្រាប់ Wish បងប្អូនអាចបង្កើតដោយខ្លួនឯងបានមាន passport ធ្វើបានហើយសម្រាប់ PayPal គឺខ្ញុំអត់សូវ support ឲ្យធ្វើទេព្រោះវាអាចមានបញ្ហាច្រើនអញ្ចឹងសម្រាប់កាត2នេះបងប្អូនជ្រើសរើសយកមួយណាក៏បានដែរអ្នកដែលគាត់មាន passport គឺ recommend ឲ្យធ្វើ Wish តែអ្នកអត់មាន passport អត់មានអីគឺបងប្អូនអាចប្រើសេវាកម្មធ្វើជាមួយនឹង Payoneer បានហើយមួយទៀតសម្រាប់អ្នកដែលគាត់អត់មាន bank ទាំងអស់អ្នកដែលគាត់អត់អាចធ្វើ Wish បានហើយក៏អត់មានលទ្ធភាពនៃការបង្កើត account Payoneer បានឬក៏អត់ចេះបង្កើតដោយខ្លួនឯងបងប្អូនអាចដាក់ bank Payoneer របស់ខ្ញុំបានបងប្អូនអាចប្រើប្រាស់កាត Payoneer របស់ខ្ញុំបានអត់អីទេអាចដាក់កាត Payoneer របស់ខ្ញុំបានបើសិនជាបងប្អូនអត់មាន bank ទាំងអស់នោះអញ្ចឹងនេះគឺជាការបញ្យល់របស់ខ្ញុំលម្អិតឲ្យងាយស្រួលយល់ណាបងប្អូនអូខេអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អីអាចឆាតមកខ្ញុំផ្ទាល់បានអញ្ចឹងបញ្ជាក់បងប្អូនតាក់ទងជាមួយនឹង Payoneer គឺបងប្អូនប្រើសេវាកម្មបង្កើតវាខាងខ្ញុំមានសេវាកម្មបង្កើត Payoneer អញ្ចឹងមួយទៀតបើបងប្អូនចេះបង្កើតខ្លួនឯងហើយគឺប្រើ Payoneer ទៅតែបើសិនជាបងប្អូនអត់ចេះគឺត្រូវប្រើសេវាកម្មធ្វើវាព្រោះអីត្រូវ verify ត្រូវអីទៀតណាហើយសម្រាប់អ្នកដែលគាត់អត់មាន bank ទាំង3នេះអត់អាចធ្វើ bank ទាំង3នេះគឺបងប្អូនអាចដាក់ bank Payoneer របស់ខ្ញុំបានគឺខ្ញុំដាក់ទាំងអស់រាល់សមាជិកដែលគាត់អាច set up ឬក៏អត់ដឹងដាក់កាតណាអាចដាក់ bank Payoneer របស់ខ្ញុំបានគឺខ្ញុំមានឲ្យបងប្អូនដាក់ដើម្បីងាយស្រួលអញ្ចឹងណាអញ្ចឹងបងប្អូនដែលគាត់រៀន VIP គ្រប់គឺមានភាពងាយស្រួលគឺខ្ញុំចាំ support រហូតមានឆ្ងល់អីអាចឆាតសួរបានហើយខ្ញុំបរៀនទៅតាមសមត្ថភាពដែលខ្ញុំមានបើសិនជាលើសសមត្ថភាពដែលខ្ញុំមានគឺខ្ញុំនឹងព្យាយាមស្វែងយល់បន្ថែមដើម្បីផ្ដល់ជូនបងប្អូនហើយរាល់ចំណេះដឹងដែលខ្ញុំមានគឺសុទ្ធតែជាបទពិសោធន៍ដែលខ្ញុំធ្លាប់ធ្វើ page ពីមុនមកដែរអញ្ចឹងណាអញ្ចឹងបើសិនជាខ្ញុំគ្មានបទពិសោធន៍ពីមុនទេក៏មិនហ៊ានបរៀនបងប្អូនដែរអូខេហើយជូនពរបងប្អូនជោគជ័យគ្រប់ភារកិច្ចទាំងអស់គ្នាហើយសង្ឃឹមថាសិស្សដែលបានរៀនមួយខ្ញុំគឺធ្លាក់ set up គ្រប់គ្នាណាហើយ set up នេះក៏វាមិនមែនចេះតែធ្លាក់ដែរគឺវាមាន headផលរបស់វាដែលត្រូវធ្លាក់ណាអូខេបាយបាយបងប្អូនទាំងអស់គ្នា